បាទនេះវីដេអូវគ្គ2បាទយើងចង់បានជូនបងប្អូនពីនៃការហាលស្រូវនេះវគ្គ2គឺយើងបន្ទាប់ពីហាលស្ងួតយើងប្រមូលផលមកយើងយកច្រកចូលនៅក្នុងបាវទុកអញ្ចឹងពេលដែលយើងត្រូវការយកជាអង្គសម្រាប់មកដាំបាយគឺយើងយកបាទស្រូវទៅកិនទៅបងប្អូនណាបាទហើយនេះសកម្មភាពដែលពីហារួចរាល់ខ្ញុំស្រីបាទហើយនឹងកូនរបស់គាត់បាទកំពុងប្រមូលច្រកទុកបាទចឹងនេះគឺនៅទឹកដីនៅចិត្តវាលស្រែតែម្ដងបងប្អូនបាទគឺជាមួយទេសភាពនេះវាលស្រែបាទនៅហើយមានចំការដែរនៅនេះចឹងបងប្អូនជាការទស្សនាកំសាន្តលេងខ្លះបាទហើយជាស្រ័យផងដែរយើងបាទទៅចាប់ផ្ដើមធ្វើវីដេអូដំបូងអញ្ចឹងមានការខុសឆ្គងអីគឺសូមអធិស្ឋានផងហើយបងប្អូនដែលបានទស្សនាសូមកុំភ្លេចជួយ Subscribe ហើយនឹងបាទ comment មួយម្នាក់មួយផងបងប្អូនបាទនេះយើងច្រកបានច្រើនបាវគួរសមណាស់ជាង10បាវបាទក្រុងហើយអាកាសធាតុគឺក្តៅមែនទែនបងប្អូនអើយនៅវាលស្រែខែនេះមានអារម្មណ៍ថាក្តៅខុសពីធម្មតាបាទស្រូវច្រើនដែរគឺទេរមុំមកហើយគឺច្រើនបាទគួរសមបាទអញ្ចឹងប៉ុននឹងការធ្វើស្រែចម្ការគឺมันងាយស្រួលប្រហែលនេះបងប្អូនហើយសម្រាប់ទំនៀមទម្លាប់បែបបាទបុរាណពីដើមមកគឺចឹងឯងតែបើសិនជាបច្ចុប្បន្នបានទំនើបគឺស្រែគឺច្រូតហើយគេយកទៅរោងម៉ាស៊ីនយកទៅសម្ងួត